ជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយជាមួយនឹងខ្សែភាពយន្តថ្មីថ្ងៃនេះផងដែរយើងត្រឡប់មកវិញជាមួយនឹងការសម្រាយនៅខ្សែភាពយន្ត Venom វគ្គ 2 ឬក៏ Venom Lady Carnage ដោយការពិក្សាភាពយន្ត Venom វគ្គ 1 យើងក៏បានឃើញអំពី Venom ដែលបានធ្វើការប្រយុទ្ធតទល់ជាមួយនឹងបិសាច Symbiote មួយដែលមានឈ្មោះថា Riot ហើយក្នុងកំឡុងវគ្គ 2 នេះផងដែរយើងក៏បានឃើញអំពី Venom ដែលបានប្រយុទ្ធតទល់ជាមួយនឹងបិសាច Symbiote មួយទៀតដែលមានឈ្មោះថា Carnage ដែលគេនឹងក៏ត្រូវបានដឹងថាជា Symbiote ដែលបានបំលែងខ្លួនចេញអំពី Venom នោះឯងហើយជាការពិតណាស់ដោយសារតែគេនឹងគឺបានបំលែងខ្លួនចេញអំពី Venom បែបនេះជាហេតុបណ្ដាលគេនឹងគឺមានសមត្ថភាពដ៏ខ្លាំងពូកែនក៏ដូចជាមានភាពកាយសាហាវជាងអំពី Venom ទៅទៀតហើយដូច្នេះហើយដើម្បីកុំឲ្យខាតពេលវេលាយូរយើងទៅរីករាយតាមដានទស្សនាជាមួយនឹងការសម្រាយរបស់ខ្ញុំទៅខ្សែភាពយន្តនេះគឺបានចាប់ផ្ដើមឡើងក្នុងទីតាំងនៃមណ្ឌលកុមារកំព្រាមួយស្ថិតនៅក្នុងរដ្ឋ California ឆ្នាំ1996ដែលយើងនឹងក៏បានឃើញអំពីក្មេងប្រុសម្នាក់ដែលមានបញ្ហាសតិអារម្មណ៍ដោយគេគឺមានឈ្មោះថា Cletus Cassidy ដែលនៅពេលនេះគេនឹងកំពុងស្នាក់នៅជាមួយនឹងមិត្តស្រីរបស់គេម្នាក់ដែលមានឈ្មោះថា Frances Barrison ដែលគេនឹងក៏ជាក្មេងស្រីម្នាក់កំពុងតែមានជំងឺវិបត្តិផ្លូវចិត្តផងដែរហើយ Frances Barrison ម្នាក់នេះគេនឹងគឺមាន super power ដែលអាចស្រែកខ្លាំងបង្កជាសំឡេងយ៉ាងកងរំពងបណ្ដាលអ្នកដទៃផ្សេងទៀតដែលបានស្ដាប់ឮគឺបានទទួលនៅបញ្ហាដូចគ្នាហើយដោយសារតែចង់ការពារជាមួយនឹងហានិភ័យបន្ទាប់ពីនេះនឹងគឺមានបញ្ហាសតិអារម្មណ៍គប់ផ្សំជាមួយនឹងសមត្ថភាពនៃ super power ដ៏អស្ចារ្យរបស់នាងបែបនេះក្រុមប៉ូលីសក៏បានធ្វើការចាប់ខ្លួននាងទៅឃុំទុកនៅក្នុងទីតាំងនៃមន្ទីរឃុំឃាំងដ៏មានសុវត្ថិភាពបំផុតមួយមានឈ្មោះថា Ravencroft ដែលមន្ទីរឃុំឃាំងមួយនេះត្រូវបានគេបង្កើតឡើងសម្រាប់ធ្វើការឃុំខ្លួនទៅកាន់មនុស្សដែលមាន super power ក៏ដូចជាមនុស្សដែលមានថាមពលពិសេសដែលបានប្រព្រឹត្តជាមួយនឹងបទល្មើសនោះឯងហើយ Cletus Cassidy គេនឹងក៏បានឈរមើលជាមួយនឹងភាពឈឺចាប់ជាខ្លាំងនៅក្នុងចិត្តរបស់គេបន្ទាប់ពីបានឃើញមនុស្សជាទីស្រឡាញ់របស់ខ្លួនត្រូវបានក្រុមប៉ូលីសធ្វើការចាប់ខ្លួនចេញទៅបែបនេះប៉ុន្តែនៅក្នុងកំឡុងពេលដែលក្រុមប៉ូលីសក៏បានធ្វើការនាំខ្លួន Frances Barrison ធ្វើដំណើរទៅកាន់ទីតាំងនៃមន្ទីរឃុំឃាំងនោះនាងក៏បានធ្វើការបញ្ចេញនូវ super power របស់នាងចេញមកដែលវានឹងគឺជាការស្រែកបង្កជាសំឡេងយ៉ាងខ្លាំងទៅកាន់ក្រុមប៉ូលីសទាំងអស់នោះហើយជានេះទៅទៀតការស្រែករបស់នាងមនុស្សក៏បានបណ្ដាលប៉ូលីសម្នាក់ដែលមានឈ្មោះថា Patrick Morgan គេនឹងគឺបានទទួលរងរបួសដល់ថ្នាក់រហែកកដាស់ទៅជាថែមទៀតផងហើយដោយសារតែរឿងរ៉ាវបែបនេះហើយក៏បានបណ្ដាលគេនឹងគឺត្រូវធ្លាក់ខ្លួនពិការខ្លាចទៅជាមនុស្សដែលមិនអាចស្ដាប់ឮបានថែមទៀតហើយនៅក្នុងកំឡុងពេលនៃការបតាយបន្តគ្នានោះ Patrick នឹងក៏បានធ្វើការបាញ់ប្រហារទៅកាន់ Frances មកគ្រាប់នៅចំផ្ទៃរបស់នាងផងដែរហើយគេនឹងគឺបានយល់ថាការបាញ់ប្រហាររបស់គេមួយនេះប្រហែលជាអាចធ្វើឲ្យ Frances នឹងគឺស្លាប់បាត់បង់ជីវិតបាត់ទៅហើយប៉ុន្តែអ្វីដែលគេមិនបានដឹងនោះការបាញ់ប្រហារមួយនេះគឺមិនបានធ្វើការឆក់យកអាយុជីវិតរបស់ Frances នោះឡើយដោយនាងគឺគ្រាន់តែរងរបួសនិងត្រូវពិការភ្នែកម្ខាងតែប៉ុណ្ណោះហើយនៅចុងក្រោយនាងនឹងក៏ត្រូវបានគេចាប់ទៅឃុំខ្លួននៅក្នុងទីតាំងនៃមន្ទីរឃុំឃាំង Ravencroft និងត្រូវបានធ្វើការឃុំខ្លួនរបស់នាងនៅក្នុងទីតាំងនៃគុកមួយដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ធ្វើការទប់ទល់ជាមួយនឹងធម៌ពលពិសេសរបស់នាងនោះឯងដែលបន្ទាប់ពីនោះសាច់រឿងក៏បានកាត់ឲ្យយើងមកឃើញអំពីទស្សនវិជ្ជាដែលបានកើតឡើងនាកំឡុងពេលបច្ចុប្បន្ននេះវិញវត្តមានរបស់ Cletus Cassidy ដែលត្រូវជាសង្សាររបស់ Frances Barrison គេក៏បានក្លាយខ្លួនទៅជាកម្ពុជាឃាតករដ៏សាហាវម្នាក់ផងដែរហើយមិនតែប៉ុណ្ណោះគេនឹងក៏បានធ្វើការសម្លាប់ទៅកាន់មនុស្សជាច្រើននិងជាបន្តបន្ទាប់ជាហេតុបណ្ដាលក្រុមប៉ូលីសធ្វើការចាប់ខ្លួនទៅកាន់គេដើម្បីយកមកឃុំឃាំងដូចគ្នាហើយបើទោះបីជាក្រុមប៉ូលីសបានធ្វើការចាប់ខ្លួនរបស់គេដើម្បីយកមកឃុំទុកយ៉ាងណាក៏ដោយប៉ុន្តែ Cletus Cassidy គឺមិនបានយល់ព្រមឆ្លើយប្រាប់រាល់សំណួររបស់ក្រុមប៉ូលីសដែលបានសួរទៅកាន់គេនោះឡើយដោយគេនេះគឺបានធ្វើការស្នើសុំក៏ដូចជាបញ្ជាក់ទៅកាន់ក្រុមប៉ូលីសវិញថាគេក៏នឹងយល់ព្រមឆ្លើយប្រាប់ក៏ដូចជានិយាយតាក់ទងជាមួយនឹង Eddie Brock តែប៉ុណ្ណោះហើយដោយសារតែបែបនេះហើយ Patrick Morgan ដែលជាប៉ូលីសដែលបានទទួលរងជាមួយនឹងការវាយប្រហារកាលពីពេលអតីតកាលនោះគេក៏បានធ្វើការតាក់ទងទៅកាន់ Eddie Brock ដើម្បីជួយក្រុមប៉ូលីសធ្វើការសួរចម្លើយទៅកាន់ Cletus Cassidy ព្រោះតែក្រុមប៉ូលីសគឺកំពុងតែតាមដានស្វែងរកអំពីវត្តមាននៃសាកសពជនរងគ្រោះទាំងអស់ដែលត្រូវបាន Cletus Cassidy ធ្វើការសម្លាប់និងយកពួកគេទៅកប់ចំដោយមិនបានបន្សល់ទុកជាមួយនឹងផុសតាំងសម្រាប់ក្រុមប៉ូលីសស្វែងរកនោះឡើយប៉ុន្តែនៅក្នុងកំឡុងពេលដែលកំពុងតែចរចាជាមួយនឹង Eddie Brock នោះយើងក៏បានឃើញអំពីរឿងដែលហូរចិត្តមួយគឺ Venom ជាមួយនឹង Eddie កំពុងតែឆ្លោះគ្នាផងដែរដែល Venom គេនឹងគឺចូលចិត្តជាមួយនឹងជីវិតដ៏ហ៊ឺហាជាមួយនឹងភាពសប្បាយលយឆាយប៉ុន្តែ Eddie វិញគេនឹងគឺជាមនុស្សដែលកំសាន្តនិងមានភាពស្ទាក់ស្ទើរខ្លាចមុខខ្លាចក្រោយមិនហ៊ានធ្វើអ្វីទាំងអស់ដែលសូម្បីតែវត្តមានរបស់ Eddie ដែលជាអតីតមិត្តស្រីរបស់គេនោះរូគេក៏មិនហ៊ានធ្វើការសារភាពដើម្បីសុំនាងត្រូវរើគ្នាវិញនោះឡើយហើយបន្ទាប់ពីនោះខណៈពេលដែល Eddie នឹងគឺបានធ្វើដំណើរទៅសួរចម្លើយទៅកាន់ Cletus Cassidy រូគេនឹងក៏បានចាប់អារម្មណ៍អំពីផ្ទាំងគំនូរជាច្រើនដែលត្រូវបាន Cletus Cassidy ធ្វើការគូរនៅក្នុងជញ្ជាំងគុកមនុស្សដែលរូបគំនូរទាំងអស់នោះគឺមានទាំងដើមឈើមន្ទីរកុមារកំព្រាទឹកសមុទ្រនិងព្រៃភ្នំជាដើមដែលវានឹងក៏បានធ្វើ Eddie ក៏មានការសង្ស័យថាទីតាំងទាំងអស់នោះប្រហែលជាមានជាប់ពាក់ព័ន្ធជាមួយនឹងទីតាំងនៃកន្លែងលាក់ទុកសាកសពរបស់ជនរងគ្រោះទាំងអស់នោះហើយដោយសារតែបែបនេះហើយគេនឹងក៏បាននាំយកជាមួយនឹងដំណឹងមួយនេះដើម្បីទៅប្រាប់ឲ្យលោក Morgan គឺបានដឹងអំពីរឿងរ៉ាវទាំងអស់នេះផងដែរដែលជាការពិតណាស់ក្រោយពីមានការរួមចំណែកដ៏ធំពីសំណាក់ Eddie Brock ក្នុងការស្វែងរកជាមួយនឹងវត្តមាននៃសាកសពរបស់ជនរងគ្រោះទាំងអស់នោះវាក៏បានធ្វើឲ្យគេឈ្មោះរបស់ Eddie គឺចាប់ផ្ដើមល្បីសុសសាយវិញផងដែរហើយក្រោយពីក្រុមប៉ូលីសក៏បានស្វែងរកឃើញអំពីសាកសពនៃជនរងគ្រោះទាំងអស់ដែលត្រូវ
បានសម្លាប់ដោយក្លេថើខាស្ឌីហើយនោះនៅចុងក្រោយគេនឹងក៏ត្រូវបានផ្ដន្ទាទោសធ្វើការប្រហារជីវិតពីសំណាក់ក្រុមអាជ្ញាធរផងដែរដែលជាមួយនឹងដំណឹងមួយនេះក៏បានដែល Francie Barrison ដែលជាគូស្នេហ៍របស់គេគឺពិតជាមានការខឹងសម្បាននិងមិនអាចទទួលយកបាននោះឡើយក្លេបមើលវត្តមានរបស់ Andy ជាមួយនឹងវេណាមនេះវិញពួកគេពីមួយថ្ងៃទៅមួយថ្ងៃគឺកាន់តែមានភាពរកម្មរកោជាមួយនឹងគ្នាជាបន្តបន្ទាប់ក៏ព្រោះតែ Andy គេនឹងគឺកាន់តែរដ្ឋបတ်ជាមួយនឹងសិទ្ធិសេរីភាពរបស់វេណាមជាខ្លាំងដោយគេគឺមិនត្រឹមតែមិនបានអនុញ្ញាតឲ្យវេណាមធ្វើការសម្លាប់ទៅកាន់មនុស្សល្អនោះទេប៉ុន្តែសូម្បីតែមនុស្សអាក្រក់ដែលគេធ្លាប់បានអនុញ្ញាតពីមុនក៏គេធ្វើការហាមឃាត់ទៅកាន់វេណាមផងដែរហើយគេនឹងគឺបានឲ្យវេណាមធ្វើការស៊ីត្រឹមតែសត្វមាន់ឬក៏សត្វជ្រូកតែប៉ុណ្ណោះហើយជាមួយនឹងការខឹងសម្បាទៅកាន់ Andy បែបនេះវេណាមនឹងក៏បានធ្វើការវាយបំផ្លិចបំផ្លាញជាមួយនឹងទ្រព្យសម្បត្តិជាច្រើននៅក្នុងផ្ទះមនុស្សដែលសូម្បីតែពីដើមប្លង់សេរបស់ផ្ទះ Eddie នឹងក៏ត្រូវបានវេណាមធ្វើការវាយបំផ្លាញចោលផងដែរបន្ទាប់ពីនោះកាលប៉ុណ្ណោះក្នុងល្ងាចមួយ Eddie ដែលត្រូវជាអតីតគូស្នេហ៍របស់ Eddie ក៏បានធ្វើការណាត់ជួបគាត់នៅក្នុងទីតាំងនៃភោជនីយដ្ឋានមួយកន្លែងក៏ព្រោះតែនាងនឹងគឺមានដំណឹងល្អមួយដើម្បីប្រាប់ទៅកាន់ Eddie បានដឹងប៉ុន្តែពិតណាស់ដំណឹងល្អសម្រាប់ Eddie ប៉ុន្តែវានឹងគឺជាដំណឹងអាក្រក់សម្រាប់ Eddie ក៏ព្រោះតែនាងនឹងគឺបានធ្វើការណាត់ជួបគាត់ដើម្បីតែឲ្យធៀបការទៅកាន់គាត់តែប៉ុណ្ណោះហើយ Eddie នៅពេលនោះគេនឹងគឺពិតជាពិបាកទទួលយកជាខ្លាំងអំពីដំណឹងដ៏ល្អមួយនេះក៏ព្រោះតែក្តីសម័យរបស់គេដែលចង់ត្រូវរើគ្នាជាមួយនឹង Eddie កន្លងមកគឺត្រូវបានរលាយដូចជាអំបិលត្រូវទឹកផងដែរបន្ទាប់ពីបានវិលត្រឡប់មកកាន់ផ្ទះរបស់គេហើយនោះវេណាមដែលបានដឹងអំពីរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងចំពោះ Eddie បែបនេះគេក៏បានព្យាយាមនិយាយលួងលោមទៅកាន់អារម្មណ៍ផ្លូវចិត្តរបស់ Eddie ផងដែរតែគេនេះក៏បាននិយាយប្រាប់ទៅកាន់ Eddie ថាគេនេះក៏អាចធ្វើការព្យាបាលទៅកាន់របួសរាងកាយរបស់ Eddie មិនថាតែដាច់ដៃដាច់ជើងឬក៏ដាច់ក្បាលនោះទេគឺគេនឹងអាចមានលទ្ធភាពក្នុងការជួយសង្គ្រោះនិងព្យាបាល Eddie ជាសះស្បើយវិញផងដែរប៉ុន្តែលើកលែងចំពោះបញ្ហារបួសបេះដូងរបស់ Eddie ព្រោះគេនឹងគឺគ្មានសមត្ថភាពដើម្បីព្យាបាលទៅឲ្យ Eddie នោះឡើយក៏ព្រោះតែរូបគេផ្ទាល់ក៏ជាមនុស្ស single ដូចគ្នាហើយមិនតែប៉ុណ្ណោះដើម្បីទៅចង់យកចិត្តទៅកាន់ Eddie វេណាមនឹងក៏បានព្យាយាមដាំបាយធ្វើម្ហូបដើម្បីឲ្យ Eddie ញ៉ាំមានអារម្មណ៍ល្អឡើងវិញប៉ុន្តែម្ហូបរបស់គេនឹងគឺពិតជាពិបាកទទួលយកជាមួយនឹងរសជាតិជាខ្លាំងចំណែក Claire Cassidy នេះវិញដោយសារតែដឹងថាខ្លួនគឺនៅសល់សល់ពេលវេលាមិនច្រើនទៀតនោះទេនៅមុនពេលដែលក្រុមប៉ូលីសធ្វើការផ្ដន្ទាទោសប្រហារជីវិតមកកាន់ខ្លួននោះ Claire Cassidy ក៏បានឆ្លៀតសរសេរសម្បត្តិដែលបានរៀបរាប់អំពីរឿងរ៉ាវគ្រប់យ៉ាងរបស់គាត់ដែលបានកើតឡើងតាំងពីគាត់នៅតូចដើម្បីផ្ញើទៅកាន់ Eddie ឲ្យបានដឹងដូចគ្នាដោយ Claire Cassidy ម្នាក់នេះគេនឹងគឺមានបញ្ហាវិបត្តិផ្លូវចិត្តតាំងតែពីគេនៅតូចមកម្ល៉េះហើយមិនតែប៉ុណ្ណោះដោយសារតែគេនេះគឺបានទទួលរងជាមួយនឹងអំពើហិង្សាតាំងតែពីតូចនោះជាហេតុធ្វើឲ្យជំងឺផ្លូវចិត្តរបស់គេនេះគឺកាន់តែធ្ងន់ធ្ងរទៅផងដែរហើយដោយសារតែរឿងរ៉ាវទាំងអស់ដែលបានកើតឡើងចំពោះគេបែបនេះហើយវាក៏បានធ្វើឲ្យគេខ្លាចទៅជាឃាតកររោគចិត្តដែលបានធ្វើការសម្លាប់មនុស្សដោយមិនញញើដៃនោះឡើយហើយជានេះទៅទៀតដោយសារតែអត្តចរិតក៏ដូចជាកាយសម្បត្តិនៃការគិតរបស់ពួកគេគឺដូចគ្នាខ្លាំងពេកនោះ Claire Cassidy ក៏បានចាប់អារម្មណ៍និងមានកូនចិត្តលួចស្រឡាញ់ទៅកាន់ Francie Barrison ហើយទំនាក់ទំនងរបស់ពួកគេក៏បានធ្វើឲ្យពួកគេខ្លាចទៅជាកំពូលគូស្នេហ៍ដែលមានភាពវិកលចរិតដូចគ្នាផងដែរហើយ Eddie ដោយសារតែមានការអាណិតចំពោះ Claire Cassidy គេនឹងក៏បានធ្វើដំណើរទៅជួបជាមួយនឹង Claire ជាលើកចុងក្រោយនៅមុនពេលដែលគាត់នឹងគឺត្រូវបានគេធ្វើការប្រហារជីវិតនោះឯងប៉ុន្តែនៅក្នុងកំឡុងពេលនោះ Claire នឹងគេបែរជាបាននិយាយមាក់ងាយទៅកាន់ជីវិតរបស់ Eddie ដែលថាគេនឹងក៏មានខ្សែជីវិតមិនល្អជាងគាត់ប្រមាណនោះឡើយដោយ Eddie គេនឹងក៏បានកាត់ចេញពីក្រុមគ្រួសារមួយដែលមានឪពុកចូលចិត្តប្រើប្រាស់ជាមួយនឹងអំពើហិង្សានិងបានធ្វើការវាយដំមកកាន់គេតាំងតែពីគេនឹងគឺនៅតូចដូចគ្នាហើយជានេះទៅទៀតគេនឹងក៏ថែមទាំងបានដឹងធម្មតារបស់ Eddie គឺត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងកំឡុងពេលដែលកំពុងតែសម្រាក Eddie ផងដែរហើយជាមួយនឹងពាក្យសម្ដីនៃការមាក់ងាយរបស់ Claire Cassidy បែបនេះវាក៏បានធ្វើឲ្យ Venom នៅខាងក្នុងខ្លួនរបស់ Eddie គឺមិនអាចបន្តអត់ទ្រាំជាមួយនឹងការនិយាយរបស់គេបាននោះឡើយហើយ Venom ក៏បានស្ទុះមានបំណងចង់វាយប្រហារទៅកាន់ Claire ប៉ុន្តែក៏ត្រូវបានគេនេះគឺចាប់ដៃមកកាន់គាត់ជាប់និងបានធ្វើការខំគាត់ឲ្យមានរបួសថែមទៀតផងហើយក្រោយពីបានខំនឹងបឺតឈាមរបស់ Eddie ចូលទៅកាន់ក្នុងខ្លួនរបស់គាត់ហើយនោះ Claire Cassidy គេនឹងក៏បាននិយាយទៅកាន់ Eddie ផងដែរថាគេនេះគឺបានខំមនុស្សជាច្រើននិងបានបឺតឈាមមនុស្សជាច្រើនជាបន្តបន្ទាប់ប៉ុន្តែចម្លែកអីតែឈាមរបស់ Eddie ម្នាក់តែប៉ុណ្ណោះតែវានឹងគឺមានរសជាតិខុសប្លែកពីឈាមរបស់អ្នកដទៃហើយប៉ុន្តែគាត់នឹងគឺមិនបានដឹងនោះឡើយថាឈាមដែលគាត់បានបឺតចូលទៅមុននេះវានឹងក៏មានលាយបញ្ចូលជាមួយនឹង CBO របស់ Venom ដូចគ្នាបន្ទាប់ពីធ្វើដំណើរត្រឡប់មកកាន់ផ្ទះរបស់គេវិញហើយនោះ Eddie ជាមួយនឹង Venom នឹងក៏ចាប់ផ្ដើមនឹងការឆ្លោះគ្នាសាជាថ្មីវិញផងដែរដែលចំនួនរបស់ពួកគេនៅពេលនេះគឺដល់ថ្នាក់ប្រើប្រាស់ជាមួយនឹងដៃជើងទៅកាន់គ្នាទៅវិញទៅមកថែមទៀតផងហើយ Eddie គេនឹងក៏បាននិយាយដាក់បន្ទុកនឹងចោទប្រកាន់ទៅកាន់ Venom ថាបានចូលមកបំផ្លាញនៅជីវិតរបស់គេនិងរាល់ថ្ងៃនេះគឺគ្មានប្រយោជន៍អីចំពោះគេនោះឡើយតែពីការដើរធ្វើបាបនឹងស៊ីមនុស្សដទៃផ្សេងទៀតហើយចំណែក Venom វិញគេនឹងក៏បាននិយាយវេបទៅកាន់ Eddie វិញផងដែរថាខ្សែជីវិតរបស់ Eddie នេះបើសិនណាជាគ្មានវត្តមានរបស់គេនោះទេម្ល៉េះហើយពេលនេះ Eddie គឺនៅតែកំសាន្តនឹងត្រូវបានគេមើលងាយនឹងជិះជាន់មកកាន់គាត់ដូចពីមុនវិញផងដែរហើយបន្ទាប់ពីនោះពួកគេនឹងក៏បានធ្វើការឆ្លោះប្រកែកគ្នានិងបានបោកកំទេចទៅកាន់របស់របរជាច្រើននៅក្នុងបន្ទប់មួយនោះក៏ដូចជាបានធ្វើការវាយប្រហារទៅកាន់គ្នាទៅវិញទៅមកផងដែរដែល Venom នេះគឺបានចាប់បោក Eddie ហើយ Eddie នឹងក៏បានចាប់ទាញនៅមុខសុវត្ថិភាពមួយធ្វើការវាយទៅកាន់ក្បាលរបស់ Venom វិញដូចគ្នា
ហើយបន្តពីការឆ្លុះប្រកែករបស់ពួកគេគឺត្រូវបានស្ងប់ស្ងាត់ទៅវិញហើយនោះនៅទីបំផុតអ្នកទាំងពីរក៏បានសម្រេចចិត្តបែកផ្លូវគ្នាដើម្បីរស់នៅក្នុងគោលដៅជីវិតរៀងៗខ្លួនវិញលេខមកកាន់វត្តមានរបស់ Claire Cassidy នៅវិញក្នុងកំឡុងពេលដែលគេនឹងគឺបានយកគាត់ដើម្បីធ្វើការប្រហារជីវិតទៅកាន់គាត់ទៅហើយប៉ុន្តែនៅក្នុងកំឡុងពេលនោះ CBO ដែលនៅក្នុងខ្លួនរបស់គាត់គឺបានវិវត្តខ្លួនរបស់វាចេញមកហើយវាក៏បានធ្វើការបង្ហាញរាងកាយរបស់វាចេញមកយ៉ាងកំណាចជាមួយនឹងរូបរាងនៃពណ៌ក្រហមយ៉ាងឆ្អិតឆ្អៅផងដែរហើយ CBO ម្នាក់ក៏បានធ្វើការវាយប្រហារទៅកាន់មនុស្សម្នាទាំងអស់ដែលមានវត្តមាននៅទីនោះនិងបានធ្វើការណែនាំខ្លួនទៅកាន់ពួកគេថាវានឹងគឺមានឈ្មោះថា Carnage ហើយ Carnage ម្នាក់គឺចង់សម្ដៅទៅលើភាពសាហាវយង់ខ្នងនិងការសម្លាប់ដ៏រង្គាលនោះឯងហើយជាការប៉ុណ្ណាខានិចមួយនេះវានឹងនិយាយបានថាត្រូវជាកូនបង្កើតរបស់ Venom ក៏ព្រោះតែវាគឺជា CPO ដែលបានបំលែងចេញអំពី version របស់ Venom នោះឯងប៉ុន្តែដោយសារតែវានឹងគឺជា version ចំនួនចុងក្រោយបែបនេះជាហេតុបណ្ដាវានឹងគឺមានភាពកាចសាហាវនិងមានសមត្ថភាពខ្លាំងពូកែជាង Venom ទៅទៀតហើយបន្ទាប់ពីនោះអាខានិចនឹងក៏បានធ្វើការវាយប្រហារកំទេចទៅកាន់គុកដាក់អ្នកទោសជាច្រើននៅទីនោះដើម្បីធ្វើការដោះលែងទៅកាន់អ្នកទោសឲ្យចាកចេញអំពីការឃុំឃាំងផងដែរហើយវាក៏បានធ្វើការបំលែងខ្លួនរបស់វាខ្លាចទៅជាកូននៃខ្យល់ព្យុះដ៏តូចមួយដើម្បីធ្វើការបោកបោកនិងគួចយកវាចាក់ចេញអំពីមន្ទីរឃុំឃាំងមនុស្សបានសម្រេចចំណែក DNA វិញគេនឹងក៏បានដឹងអំពីរឿងរ៉ាវនៃការហែកគុកចាកចេញរបស់ Claire Cassidy ដែលក្នុងកំឡុងពេលនេះ Billy Morrigan ក៏បានធ្វើដំណើរមកជួបជាមួយនឹង Eddie ដូចគ្នាដែលលោក Billy Morrigan ក៏បានសួរនាំទៅកាន់ Eddie Brock ថាតើគេនឹងគឺមានដឹងអ្វីក៏ដូចជាជាប់ពាក់ព័ន្ធជាមួយនឹងការហែកគុករបស់ Claire Cassidy ឬអត់ក៏ព្រោះតែតាមដឹងគេនឹងគឺជាមនុស្សចុងក្រោយដែលបាននិយាយចរចាគ្នាជាមួយនឹង Claire Cassidy នៅមុនពេលដែលគេនឹងគឺត្រូវបញ្ជូនចាកចេញដើម្បីធ្វើការប្រហារជីវិតនោះឯងក្លែមកមើលវត្តមានរបស់ Venom ម្នាក់វិញក្រោយពីបានចែកចានចែកឆ្នាំងជាមួយនឹងវត្តមានរបស់ Eddie Brock ហើយនោះគេក៏បានធ្វើដំណើរឆ្លងពីអ្នកដំណើរមួយទៅកាន់អ្នកដំណើរមួយនិងបានធ្វើការចូលទៅកាន់កម្មវិធីជប់លៀង cosplay មួយដើម្បីលេងកម្សាន្តជាមួយនឹងគេដទៃផ្សេងទៀតផងដែរហើយដោយសារតែកម្មវិធីមនុស្សគឺតម្រូវឲ្យអ្នកដែលបានចូលរួមធ្វើការតបតែងជាមួយនឹងរាងកាយដ៏ចម្លែកបែបនេះជាហេតុបណ្ដាពួកគេគឺមិនបានចាប់អារម្មណ៍អំពីរាងកាយរបស់ Venom នោះឡើយហើយ Venom វិញបើទោះបីជាគាត់នឹងគឺបានធ្វើការបន្លប់ដើម្បីលេងកម្សាន្តជាមួយនឹងអ្នកដទៃផ្សេងទៀតក៏ដោយប៉ុន្តែបន្ទាប់ពីនោះមិនយូរប៉ុន្មានគាត់ក៏បានបង្ហាញជាមួយនឹងក្តីនឹករលឹកជាខ្លាំងទៅកាន់ Eddie វិញដូចគ្នាតែនៅពេលដែលនៅផ្ទះនឹងគឺតែងតែឆ្លោះគ្នាប៉ុន្តែនៅពេលបាត់គ្នាបន្តិចគឺមិនបាននោះឡើយក៏លេបមើលវត្តមានរបស់ Claire Cassidy ជាមួយនឹង Carnage នេះវិញក្រោយពីបានធ្វើការហែកគុកចាកចេញអំពីការឃុំឃាំងបានសម្រាប់ហើយនោះ Claire ក៏បានធ្វើការចរចានិងដោះដូរជាមួយនឹង Carnage ដើម្បីឲ្យគេជួយខ្លួនក្នុងការស្វែងរកអំពីវត្តមានរបស់ Francis Barrison ហើយបើសិនណាជា Carnage គឺយល់ព្រមជួយគេដើម្បីស្វែងរកអំពីវត្តមាននៃសង្សាររបស់គេបានសម្រាប់នោះ Claire គេនឹងក៏នឹងយល់ព្រមដើម្បីជួយឲ្យ Carnage ធ្វើការស្វែងរកក៏ដូចជាសម្លាប់ទៅកាន់ Venom វិញផងដែរហើយបន្ទាប់ពីពួកគេនឹងគឺបានសន្យានិងបានយល់ព្រមសហការជាមួយនឹងគ្នាហើយនោះយើងក៏បានឃើញផងដែរថា Xavier Carnage នេះវានឹងគឺមានសមត្ថភាពពិសេសដែលអាចហែកកុំព្យូទ័របានធ្វើការស្វែងរកអំពីទីតាំងឃុំខ្លួនរបស់ Francis Barrison ថែមទៀតផងហើយបន្ទាប់ពីបានប្រើប្រាស់ជាមួយនឹងសមត្ថភាពពិសេសរបស់ពួកគេហើយនោះខាងនេះជាមួយនឹង Claire Cassidy ពួកគេនឹងក៏បានរកឃើញផងដែរថា Francis Barrison គឺត្រូវបានគេយកទៅឃុំឃាំងនៅក្នុងមន្ទីរឃុំឃាំងមួយដែលមានឈ្មោះថា Ravenclaw ហើយបន្ទាប់ពីបានដឹងបែបនេះហើយពួកគេនឹងក៏បានធ្វើដំណើរទៅកាន់ទីតាំងនៃមន្ទីរឃុំឃាំងមនុស្សក៏ដូចជាបានធ្វើការវាយប្រហារសម្រុកចូលទៅកាន់ទីតាំងមនុស្សដើម្បីរំដោះទៅកាន់វត្តមានរបស់ Francis ហើយដោយសារតែ Francis គឺជាមនុស្សដែលដូចជាមួយនឹង Claire Cassidy ផងនោះដូច្នេះហើយនៅពេលដែលបានឃើញអំពីវត្តមានរបស់ Carnage គេនឹងគឺមិនបានបង្ហាញជាមួយនឹងការព្យាបាលនោះឡើយហើយបន្ទាប់ទៅវិញគេនឹងក៏បាននិយាយទៅកាន់ Claire Cassidy ថា Carnage ម្នាក់នេះគឺពិតជាមានរូបរាងកាយស្អាតនិងសង្ហាជាខ្លាំងផងដែរហើយបន្ទាប់ពីបានចាក់ចេញអំពីការខំខាំងបែបនេះហើយកម្ពុជាមនុស្សវិកលចរិតទាំងពីរក៏ដូចជាកម្ពុជាស៊ីលីកូនចិត្តអាក្រក់ក៏បានធ្វើការវាយប្រហារអុកឡុកពីពេញនៅទីក្រុងមនុស្សនិងថែមទាំងបានធ្វើដំណើរទៅកាន់ទីតាំងនៃអតីតមន្ទីរកុមារកំព្រារបស់ពួកគេដើម្បីធ្វើការវាយប្រហារកំទេចក៏ដូចជាបំផ្លាញទៅកាន់ទីតាំងនៃមណ្ឌលកុមារកំព្រាមនុស្សថែមទៀតផងតែដោយសារតែពួកគេនេះគឺបានបំផ្លាញកាន់ផ្ទះរបស់ពួកគេបែបនេះហើយពួកគេនេះគឺគ្មានតម្លៃស័ក្តិសមខ្លាយទៅជាមនុស្សទៀតនោះឡើយហើយនៅពេលដែលក្រុមប៉ូលីសបានធ្វើដំណើរមកដល់ក៏ដូចជាមានទាំងវត្តមានរបស់ធម្មកិច្ចផងនោះ Francis Barrison ក៏បានធ្វើការបញ្ចេញជាមួយនឹង Super Power របស់នាងចេញមកដើម្បីធ្វើការស្រែកវាយប្រហារទៅកាន់ក្រុមប៉ូលីសទាំងអស់នោះប៉ុន្តែដោយសារតែខាងនេះគេនឹងគឺជា CBO នោះដូច្នេះហើយគេនឹងគឺមិនអាចតទល់ជាមួយនឹងសម្លេងនៃការស្រែកដ៏ខ្លាំងបែបនេះបាននោះឡើយហើយដល់ពេលនោះខាងនេះនឹងក៏បាននិយាយគំរាមទៅកាន់ Francis Barrison ថាបើនៅតែលបស្រែកអាឡេអាឡូបែបនេះទៀតគេក៏នឹងធ្វើការខំស៊ីក្បាលរបស់នាងមិនខាននោះឡើយឥឡូវមកមើលវត្តមានរបស់ Venom ម្នាក់វិញក្រោយពីបានដាស់ផឹកស៊ីដាច់យប់ប្រហែលថ្ងៃហើយនោះគេនឹងក៏បានធ្វើដំណើរដោយអស់កម្លាំងជាខ្លាំងដើម្បីទៅកាន់ទីតាំងនៃម៉ាតលក់អាហារមួយកន្លែងរបស់នារីម្នាក់មានឈ្មោះថា Jen ហើយប៉ុន្តែដោយសារតែរាងកាយមនុស្សទាំងអស់ដែលគេបានតោងកាលពីពេលមុននេះគឺសិតសឹងតែជាសរីរាង្គកាយមិនស័ក្តិសមដូចជារបស់ Eddie Brock នោះវាក៏ជាហេតុផលបណ្ដាល Venom នេះគឺពិតជាអស់កម្លាំងជាខ្លាំងតែបន្ទាប់ពីនោះសារនេះក៏បានកាត់ឲ្យយើងតែឃើញអំពីវត្តមានរបស់ Eddie Brock ដែលគេនៅក្នុងកំឡុងពេលនេះក៏ត្រូវបានក្រុមប៉ូលីសធ្វើ
ធ្វើការចាប់ខ្លួនដើម្បីមកសួរចម្លើយដូចគ្នាហើយលោក Patrick Morgan បន្ទូបជា Eddie នឹងក៏បានព្យាយាមនិយាយបដិសេធម្ដងហើយម្ដងទៀតយ៉ាងណាក៏ដោយប៉ុន្តែគាត់នឹងក៏នៅតែបង្ហាញជាមួយនឹងការសង្ស័យចំពោះទំនាក់ទំនងរបស់ Eddie ជាមួយនឹង Claire Cassidy ផងដែរហើយមិនតែប៉ុណ្ណោះគាត់ក៏នៅតែចោទប្រកាន់អំពីការកិច្ចខ្លួនរបស់ Claire ថាវានឹងគឺមានជាប់ពាក់ព័ន្ធជាមួយនឹងការរួមចំណែករបស់ Eddie ដូចគ្នាដោយសារតែគ្មានជំរឿ Eddie នឹងក៏បានធ្វើការតាក់ទងទៅកាន់អតីតមិត្តស្រីរបស់គាត់ដែលមានឈ្មោះថា Annie ដើម្បី Annie នឹងធ្វើដំណើរមកកាន់ប៉ូប៉ូលីសក្នុងការការពារក្តីនិងធានាគាត់ចាក់ចេញអំពីការខំខែនោះឯងហើយគ្រាន់តែពេល Annie ក៏បានធ្វើដំណើរទៅដល់ទីតាំងនៃប៉ូប៉ូលីសហើយនោះ Eddie គេនឹងក៏បាននិយាយប្រាប់អំពីរឿងរ៉ាវគ្រប់យ៉ាងនៃការចែកផ្លូវគ្នារបស់គាត់ជាមួយនឹង Venom ដើម្បីប្រាប់ទៅកាន់ Annie ឲ្យនាងបានដឹងដូចគ្នាហើយមិនតែប៉ុណ្ណោះ Eddie នឹងក៏បានបញ្ជាក់ទៅកាន់ Annie ផងដែរថានៅក្នុងកំឡុងពេលនេះគឺមានតែវត្តមានរបស់ Venom តែប៉ុណ្ណោះទើបអាចធ្វើការប្រយុទ្ធទប់ទល់ជាមួយនឹង Claire Cassidy បានហើយ Annie នាងគ្រាន់តែពីបានឮបែបនេះហើយនាងក៏បានបញ្ញាធ្វើដំណើរទៅស្វែងរកវត្តមានរបស់ Venom តែម្ដងហើយ Annie ក៏បានធ្វើដំណើរមកកាន់ទីតាំងនៃម៉ាតលក់ហាមួយកន្លែងរបស់អ្នកមីងចិននិងបានសួរទៅកាន់គាត់ដើម្បីស្វែងរកអំពីវត្តមានរបស់ Venom ដោយនេះគឺប្រកាសចិត្តថា Venom គឺច្បាស់ជាធ្វើដំណើរត្រឡប់មកកាន់ទីតាំងមួយនេះក៏ព្រោះតែគេនឹងគឺចូលចិត្តស៊ីសូកូឡានៅក្នុងហាងរបស់អ្នកមីងចិនជាខ្លាំងតែនៅពេលនោះបន្ទាប់ពីបានធ្វើការនិយាយគ្នាប៉ុន្មានម៉ាត់ជាមួយនឹងអ្នកមីងចិនម្នាក់នោះ Annie ក៏បានចាប់អារម្មណ៍ផងដែរថា Venom នៅក្នុងកំឡុងពេលនេះគឺបានចូលទៅក្នុងរាងកាយរបស់អ្នកមីងចិនមកទៅហើយដោយសារតែនៅមានចិត្តគុំគួននិងខឹងស្អប់ទៅកាន់ Eddie ដែលបាននិយាយថាគេនេះគឺអត់ប្រយោជន៍និងគ្មានបានការបែបនេះហើយជាហេតុបណ្ដា Venom គឺមិនយល់ព្រមធ្វើដំណើរទៅជាមួយនឹង Eddie នោះទេប៉ុន្តែបន្ទាប់ពីនោះក្រោយពី Eddie នេះក៏បាននិយាយសម្របសម្រួលក៏ដូចជាបញ្ចូលលេខបញ្ចូលការទៅកាន់ Venom នោះទៅទីបំផុតគេនឹងក៏បានយល់ព្រមធ្វើដំណើរទៅជាមួយនឹង Eddie តែម្ដងបន្ទាប់ពីនោះ Venom នឹងក៏បានធ្វើការចូលទៅក្នុងខ្លួនរបស់ Eddie ដើម្បីធ្វើដំណើរទៅកាន់ប៉ូប៉ូលីសនិងបានធ្វើការវាយប្រហារដើម្បីហាយគុករំដោះវត្តមានរបស់ Eddie បានសម្រេចប៉ុន្តែនៅពេលដំបូង Venom នឹងគឺមិនយល់ព្រមដើម្បីចូលទៅក្នុងខ្លួនរបស់ Eddie វិញនោះឡើយនិងថែមទាំងបានបញ្ជាក់ថាដរាបណាគេមិនទាន់ទទួលបាននូវការសុំទោសពីសំណាក់ Eddie នោះលោកគេគឺមិនយល់ព្រមក្នុងការសហការងារជាមួយនឹង Eddie ទៀតនោះឡើយតែបន្ទាប់ពី Eddie នឹងក៏បាននិយាយសុំទោសក៏ដូចជាបញ្ចុះបញ្ចូលទៅកាន់ Venom ជាច្រើនលើកច្រើនសារហើយនោះនៅទីបំផុត Venom នឹងក៏បានទន់ចិត្តនិងយល់ព្រមសហការគ្នាជាមួយនឹង Eddie សាជាថ្មីលេមកឯវត្តមានរបស់ Claire Cassidy ជាមួយនឹង Francie Barrison នេះវិញពួកគេទាំងពីរនាក់ក៏មានបំណងចង់ធ្វើការរៀបការជាមួយនឹងគ្នាក្នុងកំឡុងពេលនេះដូចគ្នាហើយពួកគេក៏បានធ្វើការចាប់ខ្លួនលោក Billy Morgan ជាមួយនឹងវត្តមានរបស់ Annie ដើម្បីធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធីមង្គលការរបស់ពួកគេថែមទៀតហើយ Eddie នៅពេលនោះក៏ត្រូវបានលោក Dr. Lewis ធ្វើការតាក់ទងប្រាប់មកកាន់គាត់ថាក្នុងកំឡុងពេលនេះ Annie នឹងក៏ត្រូវបានគេចាប់ខ្លួនបាត់ទៅហើយតែបន្ទាប់ពីបានទទួលដំណឹងបែបនេះភ្លាម Eddie នឹងក៏បានបញ្ញាធ្វើដំណើរទៅស្វែងរកវត្តមានរបស់ Annie តែម្ដងហើយបន្ទាប់ពីបានស្វែងរកអស់រយៈពេលជាយូរនៅទីបំផុត Venom ជាមួយនឹង Eddie ក៏បានទៅរកឃើញអំពីទីតាំងនៃព្រះវិហារមួយកន្លែងតែក្នុងកំឡុងពេលនេះ Claire Cassidy ជាមួយនឹង Francie Barrison ពួកគេទាំងពីរនាក់ក៏កំពុងតែចាប់ចម្រិតអាចារ្យម្នាក់ដើម្បីឲ្យយល់ព្រមក្នុងការរៀបចំពិធីមង្គលការសម្រាប់ពួកគេដូចគ្នាហើយបន្ទាប់ពីនោះគ្រាន់តែពីបានឃើញវត្តមានរបស់ Venom ហើយនោះថា Nick ដែលនៅក្នុងខ្លួនរបស់ Claire Cassidy ក៏បានបង្ហាញជាមួយនឹងការខឹងសម្មាជាខ្លាំងហើយគេក៏ថែមទាំងមានបំណងក្នុងការវាយប្រហារទៅកាន់ Venom ថែមទៀតផងចំណែក Venom វិញនៅពេលនោះគ្រាន់តែពីបានឃើញសមាជិកភាពនឹងវត្តមានរបស់ Nick ហើយនោះលោកគេក៏បានបង្ហាញជាមួយនឹងការខ្លាចរអាជាខ្លាំងចំពោះ Nick មួយនេះក៏ព្រោះតែលោកគេក៏បានដឹងថា Nick គឺជា version បំលែងខ្លួនថ្មីចេញអំពីលោកគេដូច្នេះហើយគេនឹងក៏មានសមត្ថភាពនឹងធម្មពលពិសេសខ្លាំងប្លែកអំពី Venom ផងដែរដែល Eddie វិញក្រោយពីបានឃើញអំពីភាពខ្លាចរអានិងការស្ទាក់ស្ទើររបស់ Venom បែបនេះលោកគេក៏បានព្យាយាមនិយាយអង្វរកក៏ដូចជាលើកទឹកចិត្តទៅកាន់ Venom ដើម្បីឲ្យលោកគេយល់ព្រមបង្ហាញខ្លួនចេញមកវិប្រហារតទល់ជាមួយនឹង Nick មួយនេះហើយ Venom នៅពេលនោះគ្រាន់តែពីបានឮថា Eddie នេះក៏យល់ព្រមឲ្យគេធ្វើការស៊ីមនុស្សមួយចំនួនតាមចិត្តរបស់គេចង់ហើយនោះចុងក្រោយគេនឹងក៏បានយល់ព្រមបង្ហាញខ្លួនចេញមកវិប្រហារតទល់ជាមួយនឹង Nick តែម្ដងហើយ Francie នៅពេលដែលបានឃើញបែបនេះហើយគេនឹងក៏បានបញ្ចេញជាមួយនឹងធម្មពលនៃសម្លេងពិសេសរបស់គេចេញមកដើម្បីមានបំណងក្នុងការវាយប្រហារទៅកាន់ Venom តែនៅពេលនោះសម្លេងរបស់នាងក៏បានប៉ះពាល់ក៏ដូចជាជះឥទ្ធិពលមួយចំនួនទៅកាន់ Nick ដូចគ្នាជាហេតុធ្វើឲ្យគេនឹងក៏អត់ទ្រាំពំបាននឹងបានវាយប្រហារទៅកាន់នាងម្ដាយផងដែរក៏ព្រោះតែនាងនឹងគឺតែប៉ែខ្លាំងពេកប្រាប់ថាកុំឲ្យស្រែកគឺនៅតែស្រែកបែបនេះបន្ទាប់ពីនោះ Venom ជាមួយនឹង Nick ក៏បានបើកឆាកប្រយុទ្ធគ្នានៅក្នុងទីតាំងនៃព្រះវិហារមនុស្សដោយ Nick នឹងក៏បានវាយប្រហារទៅកាន់ Venom ចំនួន2ដៃខណៈពេលដែល Venom ក៏បានតដៃដល់ពោះកែងទៅកាន់ Nick វិញដូចគ្នាហើយបន្ទាប់ពីនោះ Nick នឹងក៏បានប្រើប្រាស់ជាមួយនឹងគ្រាប់ព្រួយរបស់ខ្លួនដើម្បីបាញ់ប្រហារទៅកាន់ Venom ខណៈពេលដែល Venom ក៏បានចាប់ព្រួយរបស់ Nick ធ្វើការបោកទៅកាន់គេវិញដូចគ្នាតែស្របពេលជាមួយគ្នានោះផងដែរ Francie Barrison នេះវិញលោកគេក៏បានធ្វើការទៅចាប់លោក Billy Morgan មានបំណងចង់ធ្វើការខ្វេះភ្នែកទៅកាន់គាត់វិញផងដែរក៏ព្រោះតែលោកគេនឹងគឺពិតជាមានការខឹងសម្មាជាខ្លាំងនិងចង់សងសឹកចំពោះការធ្វើឲ្យភ្នែករបស់គេមកខាងគឺត្រូវបានធ្លាក់ខ្លួនពីការបែបនេះតែប៉ុណ្ណោះនាងនឹងក៏បានធ្វើការចងព្យួរគាត់ជាមួយនឹងច្រវាក់មានបំណងចង់សម្លាប់ទៅកាន់គាត់ផងដែរ Clay មកមើល Venom
ជំនឿខាងនៃក្នុងកំឡុងពេលដែលពួកគេកំពុងតែធ្វើការវាយប្រហារទៅកាន់គ្នាទៅវិញទៅមកដុកទ័រលូអេក៏បានធ្វើការចាក់ប្រេងសាំងជាច្រើនទៅលើខាងនៃដើម្បីវាយប្រហារសម្រាប់ទៅកាន់គេផងដែរតែក្រៅពីសម្លេងខ្លាំងពពួក CBO ទាំងអស់នេះពួកវានឹងក៏ខ្លាចជាមួយនឹងភ្លើងដូចគ្នាប៉ុន្តែប៉ុណ្ណាការវាយប្រហាររបស់គាត់មុននេះក៏ហាក់បីដូចជាមានព្រៀបតែពីដំបូងប៉ុណ្ណោះទៅលើខាងនៃហើយបន្ទាប់ពីនោះខាងនៃនឹងក៏មានបំណងក្នុងការវាយប្រហារនិងខំក្បាលសម្លាប់ទៅកាន់ដុកទ័រលូវីប៉ុន្តែជាសំណាងល្អវេនឹមនឹងក៏បានធ្វើដំណើរមកទាន់និងបានជួយសង្គ្រោះទៅកាន់គាត់បានសម្រេចដែលពិតទៅបីជាវេនឹមគឺជាឪពុករបស់ខាងនៃយ៉ាងណាក៏ដោយប៉ុន្តែគេនឹងគឺពិតជាមានសមត្ថភាពមិនដល់ជាមួយនឹងខាងនៃនោះទេហើយគេក៏ទៅបានខាងនៃធ្វើការវាយប្រហារមកកាន់គេជាបន្តផ្ដល់ឱកាសឲ្យ Claire Cassidy ធ្វើការវាយប្រហារមកកាន់ Eddie តាមទៀតផងហើយ Claire នៅពេលនោះគេនឹងក៏បានធ្វើការចាប់ទាញញញួរដ៏ធំមួយធ្វើការវាយប្រហារទៅចំពោះរបស់ Eddie Brock ជាហេតុធ្វើឲ្យគេនឹងក៏ពិតជាឈឺចាប់និងអ៊ូលណែនអរ៉ាជាខ្លាំងតែបើទោះបីជាគេនឹងក៏មាន CBO នៅក្នុងខ្លួនដើម្បីជួយព្យាបាលយ៉ាងណាក៏ដោយប៉ុន្តែការវាយប្រហារមួយនេះវានឹងគឺពិតជាជ្រាបមួយចំនួនផងដែរហើយបន្ទាប់ពីនោះ Claire Cassidy ជាមួយនឹងខាងនេះក៏បានធ្វើការចាប់ខ្លួនទៅកាន់ Eddie ដើម្បីធ្វើដំណើរទៅកាន់ទីតាំងនៅចុងដំបូលអគារមួយនោះនៅក្នុងគោលបំណងដើម្បីសម្លាប់ទៅកាន់រូបនាងចំពោះមុខវត្តមានរបស់ Eddie តែម្ដងដែលពិតណាជាមួយនឹងស្ថានភាពដ៏គ្រោះថ្នាក់របស់គេបែបនេះ Eddie ជាមួយនឹង Venom ក៏មិនបានខ្លាចស្លាប់នោះឡើយនឹងបានធ្វើការពុះពៀដើម្បីទៅជួយសង្គ្រោះវត្តមានរបស់ Eddie បានសម្រេចហើយបើទោះបីជាគេនឹងគឺបានរងជាមួយនឹងការវាយប្រហារចាក់ទម្លុះរាងកាយជាច្រើនលើកច្រើនសារពីសំណាក់ខាងនេះយ៉ាងណាក៏ដោយប៉ុន្តែនៅចុងក្រោយ Venom ជាមួយនឹង Eddie ក៏បានធ្វើការជួយសង្គ្រោះទៅកាន់ Eddie បានដោយជោគជ័យដែលនៅពេលដែលខ្លួនគឺត្រូវបានខាងនេះធ្វើការចាក់ទៅកាន់រាងកាយជាច្រើនលើកច្រើនសារហើយនោះ Venom ក៏បានកលេចទៅឃើញវត្តមានរបស់ Francie Barrison ហើយគេក៏បានធ្វើការទះទៅកាន់នាងចំនួនប្រមាណដៃដើម្បីឲ្យនាងនេះគឺបញ្ចេញជាមួយនឹងធម៌ពលពិសេសចេញមកហើយប៉ុន្តែនៅមុនពេលដែលនាងនេះក៏ត្រូវបានទទួលមួយដៃពីសំណាក់ Venom ធ្លាក់ទៅលើដីហើយនោះ Francie ក៏បានធ្វើការបញ្ចេញជាមួយនឹងធម៌ពលសម្លេងពីឃាតរបស់នាងចេញមកធ្វើការស្រែកវាយប្រហារទៅកាន់ Venom ជាមួយនឹងខាងនេះផងដែរដែលជាការប៉ុន្តែជាមួយនឹងសម្លេងដ៏ខ្លាំងរបស់នាងមួយនេះក៏បានធ្វើឲ្យ Venom ជាមួយនឹងខាងនេះចាក់ចែងអំពីរាងកាយរបស់ Eddie ជាមួយនឹង Claire Cassidy ផងដែរហើយបន្ទាប់ពីនោះជួននៅលើដំបូលអគារក៏បានធ្លាក់ទៅចំវត្តមានរបស់ Francie ជាហេតុបណ្ដាលនាងនេះក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងកំឡុងពេលនោះតែម្ដងហើយនៅពេលនោះជាសំណាងល្អ Eddie នៅមុនពេលដែលគាត់នេះគឺបានធ្លាក់មកលើដីហើយនោះ CBO របស់ Venom ក៏បានចូលទៅក្នុងរាងកាយរបស់គាត់បានសម្រេចជាហេតុធ្វើឲ្យគាត់នេះគឺមិនបានប៉ះពាល់ទៅដល់អាយុជីវិតរបស់គាត់នោះឡើយតែខណៈពេលជាមួយគ្នានោះខាងនេះនឹងក៏បានព្យាយាមវាដើម្បីទៅចូលរាងកាយរបស់ Claire Cassidy ប៉ុន្តែក៏ត្រូវបាន Venom ធ្វើការខាំគេស៊ីដើម្បីសម្លាប់ទៅកាន់គេបាត់ទៅហើយ Claire Cassidy វិញនៅពេលវេលាចុងក្រោយមុនពេលដែលខ្លួននឹងគឺត្រូវបានសម្លាប់ឲ្យស្លាប់បាត់បង់ជីវិតពីសំណាក់ Venom ហើយនោះគេក៏បាននិយាយប្រាប់ទៅកាន់ Eddie ថាតាំងពីដំបូងគេនឹងគឺមានបំណងចង់រាប់អានជាមិត្តភក្តិជាមួយនឹង Eddie ផងដែរប៉ុន្តែនៅពេលនេះគេនឹងគឺបាត់បង់ឱកាសមួយនេះសារជាថ្មីបាត់ទៅហើយនៅចុងក្រោយ Venom ក៏បានធ្វើការខំផ្ដាច់ក្បាលរបស់ Claire Cassidy សម្រាប់គាត់ឲ្យស្លាប់បាត់បង់ជីវិតបាត់ទៅហើយបន្ទាប់ពីរឿងរ៉ាវត្រូវបានបញ្ចប់ហើយនោះយើងក៏បានឃើញអំពីវត្តមាននៃប៉ូលីស Patrick Morgan ដែលគេនៅក្នុងកំឡុងពេលនេះក៏មិនទាន់បានស្លាប់បាត់បង់ជីវិតនោះដែរតែយើងក៏បានឃើញអំពីវត្តមាននៃ CBO មួយយ៉ាងក៏បានចូលទៅក្នុងខ្លួនរបស់លោកប៉ូលីស Morgan ដូចគ្នាក្លែងមកមើលឈុត credit សិនចុងក្រោយនៃខ្សែភាពយន្តមួយនេះយើងក៏បានឃើញអំពីវត្តមានរបស់ Eddie ជាមួយនឹង Venom កំពុងតែធ្វើការគេចខ្លួនពីការតាមចាប់របស់ក្រុមប៉ូលីសដូចគ្នាហើយក្នុងកំឡុងពេលដែលពួកគេកំពុងតែដេកមើលទូរទស្សន៍នោះ Venom ក៏បានប្រាប់ទៅកាន់ Eddie ផងដែរអំពីចំណេះដឹងជាច្រើនពាក់ព័ន្ធជាមួយនឹងមនុស្សក៏ដូចជាពហុចក្រវាឡមួយនេះដែលកំឡុងពេលនោះក៏ស្រាប់តែមានពន្លឺដ៏ភ្លឺមួយគឺបានជះចេញមកខាងក្រៅដែលវានឹងក៏បានធ្វើការផ្លាស់ប្ដូរជាមួយនឹងបរិស្ថាននៅក្នុងបន្ទប់របស់ Eddie ខ្លះទៅជាបន្ទប់សន្តាគារថ្មីមួយទៀតហើយបើកន្លែងទៅមើលទស្សនភាពដែលបានផ្សាយនៅក្នុងទូរទស្សន៍នេះវិញពួកគេក៏បានឃើញអំពីវត្តមាននៃអ្នកកាសែតម្នាក់ដែលមានឈ្មោះថា J. Jonah Jameson ដែលគេក៏បានធ្វើការបកអាក្រាតអំពីអត្តសញ្ញាណពិតប្រាកដរបស់ Spider-Man ថាគេគឺមានឈ្មោះថា Peter Parker ហើយនៅចុងក្រោយខ្សែភាពយន្ត Venom ភាគ 2 ឬក៏ Venom Let There Be Carnage គឺបានបញ្ចប់ទៅត្រឹមនេះផងដែរហើយជាមួយនឹងឈុត credit scene មួយនេះយើងនឹងក៏អាចធ្វើការសន្និដ្ឋានថា Venom ជាមួយនឹង Eddie នៅក្នុងកំឡុងពេលនេះគឺប្រហែលជាអាចឆ្លងចូលមកក្នុងចក្រវាឡ MCU ផងដែរហើយដើម្បីឲ្យដឹងថាខ្សែភាពយន្តមួយនេះគឺនឹងមានដំណើរដើមទងទៅមុខទៀតយ៉ាងណានោះយើងរីករាយតាមដានបន្តជាមួយនឹងខ្សែភាពយន្តភាគបន្តទៀតដូចគ្នា